មួយពី3បាននៅក្នុង Google Search គឺមានមុខងារមួយហៅមុខងារ AI យើងអាចធ្វើការស្វែងរកតាមរយៈមុខងារនេះគឺវាស្វែងរកធ្វើវិបង្ហាញលទ្ធផលយើងចំគោលដៅបាទយើងក៏ចុចទៅលើមុខងារ AI នេះមកបាទវាងាយស្រួលជាងយើងចុចលើទាំងអស់ឬក៏ចុច search បាទតែយើងអាចស្វែងរកឧទាហរណ៍ថាជីវប្រវត្តិលោកបាទជីវប្រវត្តិលោកតាសិនសានចឹងណាឧទាហរណ៍បាទចឹងយើងវានឹងចាប់ដើមធ្វើកំបាញឲ្យយើងបាទវាជាសេជាតារាងសង្ខេបបាទជីវប្រវត្តិទូទៅនេះបាទអញ្ចឹងវាចេញមកអញ្ចឹងហីបាទយើងបើសិនជាយើងចុចកន្លែងពាក្យទាំងអស់វាចេញជា link បាទយើងវាចេញជា link នេះគេសាក copy មកចាក់ copy ចុចកន្លែងទាំងអស់ចុច search បាទអញ្ចឹងវាចេញអញ្ចឹងវាមិនមែនចេញនេះវាមានកន្លែងទិដ្ឋភាព AI ដែរប៉ុន្តែវាចេញជា wiki បាទវាចេញជាវីដេអូអីចឹងណាអញ្ចឹងបើយើងចូលកន្លែងមុខ AI វាចាប់ផ្ដើមសង្ខេបឲ្យយើងបាទងាយស្រួលយល់បើនិយាយទៅអញ្ចឹងបើសិនអ្នកនាងចង់ធ្វើការស្រាវជ្រាវឬក៏ស្វែងរកអ្វីដែលចង់បានជាហៅថាងាយស្រួលយល់ណាយើងអាចចូលមកកាន់មុខ AI នេះបានបាទវាងាយស្រួលសម្រាប់ជាក្នុងការស្វែងរកបាទសូមអរគុណ